ជំរាបសួរគ្រូខ្ញុំឈ្មោះកិនទុគាថ្ងៃនេះខ្ញុំធ្វើបទបង្ហាញអំពីFittic Fittic គឺជា e-commerce platform សម្រាប់លក់streetwear online introduction មុនពេលខ្ញុំបង្កើត Fittic ខ្ញុំបានឃើញ fashion brand មួយចំនួនមាននៃការលក់របស់គេតាម Facebook Chat ឬតាម platform ផ្សេងៗវាធ្វើឲ្យ product ពិបាកក្នុងការគ្រប់គ្រងឧទាហរណ៍យើងត្រូវ check ដោយដៃថា product មួយមាន size ប៉ុណ្ណាខ្លះហើយមាន stock ប៉ុណ្ណាខ្លះចំពោះ payment និង refund ក៏ត្រូវធ្វើដោយដៃដែរដូច្នេះខ្ញុំបង្កើត Fittic នេះដើម្បីដោះស្រាយបញ្ហាទាំងនេះ Aim និង Objective main goal របស់ Fittic គឺបង្កើត online store មួយដែលងាយប្រើ customer អាចមើល product និងទិញ product online admin អាចគ្រប់គ្រង product order និង payment ខ្ញុំក៏បានដាក់បន្ថែមនៅ APA Payway សម្រាប់ payment កាលពីនេះមាន wishlist review និង notification ផងដែរ project នេះរួមមាន store front checkout និង admin dashboard mobile app និង AI recommendation មិនមាននៅក្នុង project នេះទេចំពោះcompare literature review នៅក្នុង project នេះខ្ញុំបានcompare Fittic ជាមួយនឹង Shopify WooCommerce និង Magento platform ទាំងនេះគឺជាគឺល្អសម្រាប់ e-commerce ប៉ុន្តែ Fittic ខ្ញុំបានបង្កើតឲ្យវាខុសទៅលើstreetwear Fittic ក៏ support លើ APA Payway ផងដែរហើយវាមាន product information ដូចជា size fit និង material ដូច្នេះ Fittic គឺសមស្របសម្រាប់ streetwear brand ដែលចង់ manage store ដោយខ្លួនឯងចំពោះ methodology និង technology សម្រាប់ development ខ្ញុំបានប្រើ Angular ខ្ញុំបានធ្វើ project ជា step by step ដើម្បីដំបូងខ្ញុំធ្វើ product catalog បន្ទាប់មកខ្ញុំ check out payment admin និង feature ផ្សេងៗសម្រាប់ technology ខ្ញុំប្រើ JS React និង TypeScript សម្រាប់ design ខ្ញុំប្រើ Tailwind CSS និង section UI database ខ្ញុំប្រើ MySQL និង Prisma ចំពោះ authentication ខ្ញុំប្រើ Next.js ចំពោះ payment ខ្ញុំប្រើ APA Payway ចំពោះ system feature ឥឡូវនេះខ្ញុំបង្ហាញពី main feature ទី1គឺ product browsing customer អាចមើលនិង filter product បាន customer ក៏អាចមើល size fit និង material បានផងដែរទី2គឺ cart និង check out customer អាច add product និង cart ហើយ check out បានទី3គឺ payment customer អាចបង់ប្រាក់តាម APA Payway ចំពោះទី4គឺ account picture មាន wishlist review notification និង order history ចុងក្រោយគឺ admin dashboard admin អាច manage product order និង refund ចំពោះ result បន្ទាប់ពីខ្ញុំធ្វើ project រួច customer អាចប្រើ system បានពីដើមដល់ចប់គឺ browse add to cart check out payment track order Fittic ក៏មាន APA Payway integration ផងដែរនៅពេល payment រួច system អាច confirm payment បាន admin ក៏មាន dashboard សម្រាប់ manage product និង order ចំពោះ demo ខ្ញុំនឹងធ្វើ demo អញ្ចឹងនៅពេលដែល user ចូលដល់ website របស់យើងគឺឃើញពី title របស់ website របស់យើងគឺ streetwear forនេះ collection របស់យើង lookbook why we wear this way តមក user ចាប់អារម្មណ៍ខាង collection របស់យើងគឺចាប់អារម្មណ៍ដូចជា hoodie នេះមួយគឺ hoodie ហ្នឹងមាន discount អញ្ចឹង user quick add ចូលក្នុង cart របស់គាត់គាត់ត្រូវ size របស់គាត់ឧបមាថា size របស់គាត់គឺ 2L គាត់យកមកអាវហើយគាត់ add cart របស់គាត់
ដោយសារ user អត់ទាន់មាន account អញ្ចឹងឧបមាថាគាត់គាត់ sign up account គាត់តែដល់ឥឡូវ user log in ចូល account របស់គាត់នេះ account របស់គាត់តែដោយឃើញថាអីវ៉ាន់របស់គាត់ក្នុង card ហ្នឹងគឺនៅដែរតែយើង check out របស់វាតែមកយើងដល់កន្លែង check out យើងត្រូវបំពេញទីតាំងលេខទូរស័ព្ទ email របស់យើងទីតាំងរបស់យើងផ្លូវផ្ទះរបស់យើងសកូដអីជាដើមបាទយើងឧទាហរណ៍សិនណានេះ delivery note ទៅ5 delivery ថាមិនខ្លះចំពោះ delivery method គឺមានដូចជា standard delivery express delivery store pick up ចំពោះ store pick up គឺ free ចំពោះ payment របស់យើងគឺមាន cash on delivery និង KAQR ឥឡូវខ្ញុំយក cash ជាមួយ on delivery បើយើងមាន promo code យើងអាចដាក់ promo code ដើម្បីបាន discount បន្ថែមទៀតខ្ញុំ place order វិញហ៎អញ្ចឹង order ហ្នឹងទទួលបានជោគជ័យគឺគេអរគុណឥឡូវពេលយើងទិញអីវ៉ាន់ហ្នឹងហើយយើងចង់មើល order របស់យើងដែល order មិញហ្នឹងយើងចូលមកកន្លែង profile របស់យើងចូលមើល order ចំពោះនេះគឺជាអីវ៉ាន់ order របស់យើងគឺលេខកូដរបស់វានេះអីវ៉ាន់យើងកំពុង pending គឺចាំ waiting payment progress តើមកវា processing ship ហើយ delivery មកយើងផ្ទាល់ដែរចំពោះ estimate delivery របស់យើងគឺ3 ទៅ 5 ថ្ងៃចំពោះ admin យើង log in ទៅ admin ចំពោះ admin យើងឲ្យ slash ចំពោះ admin ដូចយើងឃើញអញ្ចឹងគឺមាន dashboard នេះគឺជា design order យើងមិញហ្នឹងគឺ customer យើងឈ្មោះតេសនេះជាលេខកូដរបស់គាត់ total waiting for payment for product របស់យើងនេះគឺជា add stock product តម្លៃ stuff category អីផ្សេងចំពោះនេះorder របស់យើងគឺតាសអនមិញតាសហ្នឹងមិញហ្នឹងចំពោះនេះ refund យើង no refund ព្រោះ customer យើងអត់ refund អីបានមកវិញចំពោះរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងចំពោះ discussion បន្ទាប់ពីធ្វើ project នេះខ្ញុំបានឃើញថា small brand ក៏អាចមាន e-commerce website ផ្ទាល់ខ្លួនបានដែរចំណុចល្អ Fitix គឺ admin មាន full control លើ system មិនមាន platform fee ពី third party platform ទេប៉ុន្តែ project ក៏មានបញ្ហាខ្លះដែរបញ្ហាសំខាន់គឺ payment web hook និង session វាត្រូវការ test ច្រើនដើម្បីឲ្យ system ដំណើរការបានត្រឹមត្រូវចុងក្រោយខ្ញុំសម្រេចបានពី out of project ចុងក្រោយខ្ញុំសម្រេចបាន7 out of 8 objective ចំពោះ conclusion សរុបក្តីរួមមក Fitix គឺជា e-commerce platform សម្រាប់ customer អាចប្រើ product check out និង payment តាម online
admin អាច manage product order និង refund ទៅវិញខ្ញុំក៏បានបញ្ចូល APA Payway ទៅក្នុង system ហើយ Fitech ក៏មាន product information ដូចជា size fit និង material នេះជាលទ្ធផលសំខាន់ៗដែលខ្ញុំទទួលបានពី project នេះជាចុងក្រោយសូមអរគុណលោកគ្រូដែលបានស្ដាប់ការ presentation របស់ខ្ញុំ